ឃើញគេល្បីយូរហើយតែអត់ទាន់ដែរបានមកថ្ងៃនេះឆ្លៀតពេលមកមើលផ្សារទំនើបមកកន្លែងដែលទាំងបើកថ្មីដែរនៅម្ដុំទូចិននៅពេលដែលខ្ញុំចូលមកដល់ផ្សារទំនើបនឹងមុនគេអីខ្ញុំចាប់អារម្មណ៍គឺបន្លែគឺស្រស់ៗមែនតើហើយបើខ្ញុំមើលតម្លៃគឺបន្លែខ្លះមានតម្លៃថោកជាងនៅខាងក្រៅទៀតសំខាន់ដើរទៅមុខតិចហ្នឹងឃើញតរេនហើយខ្ញុំនេះអូយឃើញតរេនគឺខ្វះកណែអានទៀតសិតតរេនបបតអីចឹងណាប៉ុន្តែពេលដែលខ្ញុំចូលមកផ្សារនេះដំបូងខ្ញុំអត់រំពឹងថាគេនឹងមានលក់អីច្រើននេះខ្ញុំគិតថាអបហើយជាមានលក់តែបន្លែឬក៏ទំនិញអីមួយចំនួននេះប៉ុន្តែចូលដល់ខាងក្នុងមកខ្ញុំឃើញថាអូបន្លែគឺស្រស់ៗមែនតើហើយជាពិសេសគឺគ្រឿងសមុទ្រគេដាក់នៅក្នុងទូឲ្យអ្នកនរគ្នាឃើញហើយទិញទាំងរស់យកទៅហ្មងនិយាយទៅថ្ងៃនេះអត់មានធ្វើអីទេគឺដើរឡាយមើលទំនិញគេបញ្ចុះតម្លៃនំខ្លះនៅសល់តែមួយកញ្ចប់200ខ្លះនៅសល់តែមួយកញ្ចប់500អីទេហើយសម្រាប់អ្នកដែលចង់បានសាមវាទិញជាកាដូជូនមេឬក៏ជូនដៃគូពីស្នេហ៍អីចឹងណាអាចមករកទិញនៅនេះបានហើយបើសម្រាប់ស្រាចិនរបស់គេវិញគេរបៀបគេចេញមកខ្ញុំក៏អត់ស្រាច់ហ្មងទិញជាកាដូអីចឹងណាមើលទៅគឺថ្លៃធ្នូខ្លាំងមែនតើអូខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នានៅនេះភេសជ្ជៈក៏គេនៅតែបន្តបញ្ចុះតម្លៃដែរពី2កអីនៅសល់តែមួយកែ36,000កូកាកូឡានៅសល់តែមួយកែ33,600អីទេហើយអីដែលខ្ញុំក៏សរសើរផ្សារនេះផ្សារចិនប៉ុន្តែក៏មានផលិតផលខ្មែរដាក់តាំងនៅក្នុងនឹងដែរដូចជាស្ករត្នោតកំពង់ស្ពឺមាននំមានណែកអីច្រើនមែនតើអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាតែប៉ុណ្្នឹងឯងប៉ុន្តែ promotion បញ្ចុះតម្លៃនៅតែមានអញ្ចឹងកុំភ្លេចទៅទិញឲ្យទាន់គេទាំងអស់គ្នាណាបាយបាយ